ជាច្រើននៅជុំវិញពិភពលោកនៅតែចែករំលែករូបភាពមួយដដែលបើទោះបីជាវាបានកន្លងផុតទៅ2ឆ្នាំហើយក៏ដោយរូបភាពនោះបង្ហាញអតីតនាយករដ្ឋមន្ត្រីហ៊ុនឡង់លោក Mark Rutte ជិះកង់ចេញពីការិយាល័យរដ្ឋាភិបាលក្រោយប្រគល់អំណាចឲ្យអ្នកស្នងតំណែងគ្មានអង្គរៈគ្មានក្បួនរថយន្តនិងគ្មានការលាអធិកធម៌ហើយអ្វីរូបភាពសាមញ្ញបែបនេះអាចទាក់ទាញមនុស្សរាប់លានអ្នកបានលោក Mark Rutte បានកាន់តំណែងជានាយករដ្ឋមន្ត្រីហ៊ុនឡង់ចាប់ពីឆ្នាំ2010ដល់ឆ្នាំ2024ដែលធ្វើឲ្យលោកក្លាយទៅជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលកាន់អំណាចយូរបំផុតនៅអឺរ៉ុបប៉ុន្តែបន្ទាប់ពីប្រគល់តំណែងឲ្យនាយករដ្ឋមន្ត្រីថ្មីលោក Mark Rutte មិនបានចាក់ចេញពីវិមានរដ្ឋាភិបាលដោយមានរថយន្តទំនើបឬក៏ក្បួនអង្គរៈដ៏វែងអន្លាយឡើយផ្ទុយទៅវិញលោកគ្រាន់តែគ្រវីដៃលាឡើងជិះកង់របស់ខ្លួនហើយជិះចេញទៅដូចជាបុគ្គលិកធម្មតាម្នាក់ដែលទៅតែចេញពីធ្វើការរូបភាពនោះបានរីករាលដាលយ៉ាងឆាប់រហ័សលើបណ្ដាញសង្គមព្រោះមនុស្សជាច្រើនមើលឃើញថាវាជារូបភាពដ៏កម្រមួយនៃអំណាចនយោបាយមេដឹកនាំដែលបានគ្រប់គ្រងប្រទេសអស់រយៈពេល14ឆ្នាំមិនបានបង្ហាញភាពអស្ចារ្យឬក៏ឋានៈពិសេសនៅថ្ងៃចុងក្រោយរបស់ខ្លួនឡើយប៉ុន្តែបានត្រឡប់ទៅរកជីវិតប្រចាំថ្ងៃវិញយ៉ាងសាមញ្ញចំពោះប្រជាជនហ៊ុនឡង់ការជិះកង់មិនមែនជារឿងចម្លែកទេប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជិះកង់ដ៏ល្បីល្បាញនៅលើពិភពលោកហើយមនុស្សគ្រប់ស្រទាប់វណ្ណៈចាប់ពីសិស្សនិស្សិតរហូតដល់មន្ត្រីរាជការជាន់ខ្ពស់សុទ្ធតែប្រើកង់ជាមធ្យោបាយធ្វើដំណើរក៏ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សនៅក្រៅប្រទេសចាប់អារម្មណ៍មិនមែនជាកង់នោះទេវាគឺជាសារដែលរូបភាពនេះបញ្ជូនមនុស្សជាច្រើនមើលឃើញថារូបភាពនេះបង្ហាញពីវប្បធម៌នយោបាយមួយដែលអំណាចត្រូវបានចាត់ទុកថាជាការទទួលខុសត្រូវបណ្ដោះអាសន្នមិនមែនជាទ្រព្យសម្បត្តិផ្ទាល់ខ្លួននោះទេមេដឹកនាំម្នាក់អាចកាន់អំណាចបានរាប់ឆ្នាំប៉ុន្តែនៅពេលដល់ពេលប្រគល់វាទៅអ្នកបន្ទាប់គាត់អាចដើរចេញឬជិះកង់ចេញដោយមិនចាំបាច់បង្ហាញភាពអស្ចារ្យណាមួយឡើយជាការពិតមិនមែនគ្រប់គ្នាសុទ្ធតែយល់ឃើញដូចគ្នានោះទេអ្នកខ្លះចាត់ទុកថាវាជារូបភាពសម្ដែងមួយប៉ុន្តែបើតាមអ្នកសង្កេតការណ៍ជាច្រើននៅហ៊ុនឡង់ការជិះកង់នេះមិនមែនជាការសម្ដែងទេព្រោះលោក Mark Rutte តែងតែជិះកង់ទៅធ្វើការជាប្រចាំអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីដូច្នេះការជិះកង់ចាក់ចេញពីអំណាចនៅថ្ងៃចុងក្រោយជាផ្នែកមួយនៃរបៀបរស់នៅរបស់លោកយ៉ាងណាក៏ដោយលោក Rutte មិនមែនជាមេដឹកនាំដែលគ្មានការរិះគន់នោះទេរដ្ឋាភិបាលរបស់លោកធ្លាប់ប្រឈមមុខទៅនឹងវិបត្តិនយោបាយនិងការរិះគន់ជាច្រើនប៉ុន្តែសូម្បីតែអ្នកដែលមិនយល់ស្របនឹងគោលនយោបាយរបស់លោកក៏ទទួលស្គាល់ថារូបភាពនៃការចាក់ចេញពីអំណាចរបស់លោកនេះបានបន្សល់ទុកចំណាប់អារម្មណ៍ពិសេសមួយនោះគឺអំណាចអាចមានថ្ងៃចាប់ផ្ដើមនិងថ្ងៃបញ្ចប់ប៉ុន្តែស្ថាប័ននិងប្រទេសជាតិនៅតែបន្តដំណើរទៅមុខមេដឹកនាំល្អបង្កើតប្រព័ន្ធមួយដែលបើទោះបីជាខ្លួនចាក់ចេញពីតំណែងក៏ដោយប៉ុន្តែប្រព័ន្ធនោះនៅតែដំណើរការខ្ញុំរស់សុធាពី News Today NTTVសាកលវិទ្យាល័យ CUS នៅតែបន្តទទួលចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររងជារៀងរាល់ថ្ងៃសិក្សាជាមួយនឹងសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់បំពាក់សម្ភារៈសិក្សាទំនើបៗនិងផ្ដល់ជូនអាហារូបករណ៍តាមនីតិពិសេសផងដែរ